បាទជំរាបសួរបងប្អូនទាំងអស់គ្នាជំរាបសួរអញ្ចឹងថ្ងៃនេះយើងនិយាយពីសាច់រឿងវិញម្ដងអញ្ចឹងខ្ញុំចង់និយាយពីសំណុំមន់ដែលនឹងល្អទៅខាងមុខហើយសម្រាប់បងប្អូនខ្លះក៏ធ្លាប់ឮដែលខ្ញុំនិយាយតាម YouTube តាម Facebook ដែរអញ្ចឹងសម្រាប់មន់ល្អក្នុងសម្បុកវាអាចមាន1មាន2អញ្ចឹងណាប៉ុន្តែវាមានសំណុំចេះមន់ខ្លះគឺយើងមើលមុនដំបូងយើងមើលគុំកតុយវាយើងមើលក្រោមណាទៅគៀបក្រោមវាឲ្យចិត្តហើយរឹងប្រហោងតូចគេហៅប្រហោងតូចប្រហោងប៉ុណ្នេះប្រហោងតូចប៉ុណ្នេះចិត្តហើយរឹងមន់ហ្នឹងភាគច្រើនរឹងមាំល្អមិនងាយហត់អញ្ចឹងមិនងាយហត់ភាគច្រើនគឺវាមិនងាយហត់ហើយឆាប់ថែឆាប់រឹងមាំល្អហើយមាន់ដែលនឹងកើតនឹងអាចកើតនឹងអាចប្រើអាវុធចំប្រើអាវុធចំគឺភាគច្រើនគឺមាន់ដែលជើងវាលើកមកគេហៅលើកមកប្រណំឬក៏ផ្គុំគ្នាឬក៏ខ្វែងគ្នាបើសិនណាលើកមកចូលគ្នាអញ្ចឹងមាន់ហ្នឹងហើយយើងយកជើងចេះទៀតបើសិនតែលើកមកគុំគ្នាហើយយកជើងចេះនៅតែអញ្ចឹងវាអត់ល្វីល្វាយនៅតែរឹងអញ្ចឹងគឺមាន់ហ្នឹងបើកតែរបួសដដែលហើយវាយពេលដែលវាប្រយុទ្ធគឺចំពេលដែលវាប្រើអាវុធគឺចំ10ជើងសឹងតែត្រូវទាំង10ជើងហើយភាគច្រើនមាន់ហ្នឹងគឺល្អហើយបើខ្វែងគ្នាផងគឺរឹតតែពិសេសទៀតខ្វែងគ្នាហើយយើងនិយាយទៅវាអត់ល្វីល្វាយគឺវានៅតែផ្គុំគ្នាអញ្ចឹងពេលដែលយើងយកវាគឺអាហ្នឹងគឺមាន់ល្អអញ្ចឹងចំណុចដែលខ្ញុំចង់ឲ្យបងប្អូនដឹងគឺសម្រាប់ដៃថ្មីគឺភាគច្រើនគឺយើងយកមាន់លើកមកផ្គុំជើងចេះវាប្រើអាវុធមិនសូវខុសហើយឬក៏ខ្វែងយើងចេះហ្នឹងក៏ប្រើអាវុធមិនសូវខុសដែរហើយនឹងតគៀបរឹងហើយចិត្តល្អតគៀបរឹងហើយចិត្តល្អហើយបើតគៀបរឹងហើយចិត្តល្អហើយជើងចេះហើយទ្រូងអាលោកគេហៅទ្រូងអាលោកហ្នឹងវាទ្រូងបើកដូចអាលោកចឹងទ្រូងបើកជាកផ្លូវចរិតគេហៅកផ្លូវចរិតទ្រូងបើកក៏កំពុងល្អកតុយបាសហ្នឹងសម្រាប់ភូមិគឺល្អតែខុសពីបកយបើសិនតែលើកមកផ្គុំអញ្ចឹងគឺអត់សូវជាល្អប្រហែលតែបើលើកមកឃ្លាតគ្នាអញ្ចឹងគឺល្អវិញអាហ្នឹងខុសគ្នាតែបកយត្រង់ចំណុចតគៀបគឺយើងយកតគៀបចិត្តដូចគ្នាប៉ុន្តែបើយើងលើកមកឃើញមាន់រឿងជាយាជើងចេះអាហ្នឹងសម្រាប់បកយគឺល្អវិញខុសពីភូមិនឹងខុសគ្នាបន្តិចបន្តួចហើយសម្រាប់បងប្អូនដែលបានចូលមើលវីដេអូយើងខ្ញុំហើយជួយ like ជួយ share ហើយវីដេអូម្នាក់មួយដើម្បីជួយជាកម្លាំងចិត្តហើយសម្រាប់អ្នកព្រំដែនក៏យើងមិនទាន់គេហៅថាមិនទាន់ស្ងប់ក្នុងចិត្តដែរណាមិនទាន់ស្ងប់ស្ងាត់ក្នុងចិត្តថានឹងអាចថាមិនរត់ឬក៏មិនទេគឺយើងមិនទាន់ដឹងនៅឡើយទេអញ្ចឹងណាហើយយើងអ្នកនៅព្រំដែនគឺយើងចេះតែត្រៀមណាយើងត្រៀមលក្ខណៈយើងដូចជាម៉ូតូមានសាំងមានអីយើងទិញទុកហើយមានឡានមានអីយើងទិញអីហើយវ៉ាន់អីយើងដាក់ទុកដាក់ហើយបើមានហេតុការណ៍អីកើតឡើងភ្លឹបគឺយើងចេញតែម្ដងអរគុណច្រើនបងប្អូនទាំងអស់គ្នា